អាមេរិកចង់ឃើញថៃធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង18នាក់ជាបន្ទាន់មន្ត្រីសហរដ្ឋអាមេរិកបានប្រាប់សារព័ត៌មានបាងកកប៉ុស្តិ៍ថាអាមេរិកចង់ឃើញការដោះលែងយុវជនកម្ពុជាទាំង18រូបនៅពេលដែលកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខាភ្លាមៗមន្ត្រីនោះបានបញ្ជាក់ថាការរំពឹងទុករបស់យើងគឺថាដំណើរការនេះតាក់ទងនឹងការបដិញ្ញាចិត្តទាំងអស់នឹងចាប់ផ្ដើមភ្លាមៗនៅពេលដែលវាត្រូវបានចុះហត្ថលេខាដោយឡែកសារព័ត៌មាន Reuters ក៏បានស្រង់ប្រភពពីមន្ត្រីជាន់ខ្ពស់នៃសហរដ្ឋអាមេរិកថាអាមេរិករំពឹងថាប្រទេសថៃនឹងធ្វើតាមកិច្ចព្រមព្រៀងនិងដោះលែងទាហានកម្ពុជាទាំង18រូបក្រោយកិច្ចព្រមព្រៀងត្រូវបានចូលជាធរមាន។